បាទជំរាបសួរពុកម៉ែបងប្អូនបាទដែលតែងតែស្រឡាញ់និងគាំទ្រនៅឧបករណ៍ភ្លេងខ្មែរបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញនៅទ្រសោបាទពិសេសមួយដើមបងប្អូនបាទគឺស្រស់ស្អាតមែនទែនបងប្អូននេះខ្ញុំថតឲ្យមើលនេះគឺទ្រសោនេះគឺលំដាប់អាជីពតែម្ដងបាទយកទៅរៀនលេងក៏ល្អបាទយកទៅលេងភ្លេងការក៏បានបាទនិយាយទៅលេងជាអាជីពក៏បានយកទៅរៀនក៏ស្រួលលេងបាទក៏ស្រួលរៀនពេញខ្នាតល្អបាទគឺជាម៉ូតត្រូថ្មីបងប្អូនបាទហើយលក្ខណៈពិសេសគឺក្បាច់របស់វានឹងគឺជាឆ្អឹងបាទធ្វើពីឆ្អឹងឆ្លាក់ក្បាច់ស្រស់ស្អាតមែនទែនបាទពុកម៉ែបងប្អូនបាទអញ្ចឹងពលួតនឹងក៏ម៉ូតថ្មីដែរបងប្អូនបាទនេះម៉ូតថ្មីស្រស់ស្អាតមែនទែនបាទវ៉ាវបាទមើលទៅគឺទាក់ទាញហើយនឹងប្លែកបងប្អូនបាទល្អហើយស្អាតទៀតបងប្អូនបាទម៉ូតថ្មីទៀតបាទចឹងដងគឺឈើធ្នង់បងប្អូនឈើធ្នង់តែយើងលាបថ្នាំខ្មៅណាដើម្បីយើងបានម៉ូតថ្មីប្លែកបាទលលាឆ្លាក់ក្បាច់បងប្អូនបាទក្បាច់ស្មាច់បាទក្បាច់ស្មាច់តែគោលដងនេះគឺឆ្អឹងដែរបងប្អូនបាទស្មាច់តែក្បាច់លលាទេបងប្អូនយើងមានទ្របនៅស្ពាន់បាទទ្របនៅស្ពាន់ហ្នឹងដើម្បីស្រួលពុកម៉ែបងប្អូនលេងទៅអត់សឹកស្បែកបាទនេះបងប្អូនបាទចឹងបើសិនជាពុកម៉ែបងប្អូនបាទមានចំណាប់អារម្មណ៍បាទមកដើមនេះគឺមួយឈុតតែម្ដងបងប្អូនបាទមានទាំងត្រូមានទាំងស្រោមបាទស្រោមពូកស្រោមប៉ុងដែលល្អបាទជួយការពារសុវត្ថិភាពត្រូក៏ដូចជាបាទពីអាកាសធាតុបាទភ្លៀងឬក៏ក្តៅអីយើងដាក់នៅក្នុងស្រោមបាទអញ្ចឹងត្រូមួយដើមនេះគឺពុកម៉ែបងប្អូនអាចកំងបានណាលោកគ្រូភ្លេងបាទជាពិសេសលោកគ្រូភ្លេងដែលត្រូវការត្រូយកទៅលេងភ្លេងការបាទមួយដើមនេះគឺខ្ញុំបាទជឿជាក់ថាពុកម៉ែបងប្អូនពេញចិត្តបាទអាចតំណែងតំណងមកខ្ញុំបាទដើម្បីកំងបាទតាមលេខទូរស័ព្ទក៏បានបាទតាមឆាតក៏បានដែរបងប្អូនបាទហើយចង់ស្ដាប់សំឡេងពុកម៉ែបងប្អូនតំណែងតំណងមកខ្ញុំបាទនឹងធ្វើតេស្តសំឡេងជូនបាទសូមអរគុណសូមជម្រាបលាបាទ